តែអ្នកដឹងឬទេថាអាហារសម្រន់មិនមែនគ្រាន់តែជាអាហារដែលញ៉ាំលេងៗនោះទេថ្ងៃនេះខ្ញុំមាន3ចំណុចសំខាន់ដែលរៀបរាប់អំពីអត្ថប្រយោជន៍នៃអាហារសម្រន់ទី1អាហារសម្រន់គឺជាអាហារដែលចាំបាច់ដែលចូលរួមជួយដល់ការលូតលាស់របស់កុមារទី2បរិមាណនៃការញ៉ាំអាហារសម្រន់ដែលត្រឹមត្រូវទៅតាមអាយុកុមារចន្លោះ1ឆ្នាំដល់2ឆ្នាំនិង3ឆ្នាំដល់5ឆ្នាំទី3ការជ្រើសរើសអាហារសម្រន់ដែលត្រឹមត្រូវអាហារសម្រន់សម្រាប់កុមារក្នុងវ័យកំពុងលូតលាស់គឺមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះកុមារមិនអាចទទួលទានអាហារបានច្រើនក្នុងមួយពេលតែម្ដងនោះទេយើងខ្ញុំសូមធ្វើការណែនាំអំពីអាហារសម្រន់មួយចំនួនដែលមានសារធាតុចិញ្ចឹមច្រើនពុំមានរសជាតិដិតផលិតឡើងប្រកបដោយសុវត្ថិភាពមាតាបិតាអាណាព្យាបាលទាំងអស់ដឹងដែរឬទេថាតើកុមារគួរទទួលទានអាហារសម្រន់ប៉ុន្មានក្នុងមួយពេលសម្រាប់កុមារដែលមានអាយុ1ឆ្នាំដល់2ឆ្នាំអាចញ៉ាំដំឡូងឬពោតស្ងោរមួយកំណាត់ឬ50ក្រាមនិងទឹកដោះគោសាប100ទៅ200មីលីលីត្រនំប៉័ងជ្រុង2បន្ទះផ្លែប៉ោម1ជ្រុងទឹកសណ្តែក100ទៅ200មីលីលីត្រចេកណាំវ៉ា1ផ្លែទឹកផ្លែឈើ100មីលីលីត្រអាហារសម្រន់សម្រាប់កុមារ3ឆ្នាំដល់5ឆ្នាំរួមមានផ្លែពោត1កំណាត់យូហ្គើត100មីលីលីត្រនំប៉ាវ1ទឹកដោះគោសាប200មីលីលីត្រដំឡូងឬត្រាវស្ងោរ60ក្រាមតៅហ៊ូ1កែវដូច្នេះការជ្រើសរើសអាហារសម្រន់ដែលត្រឹមត្រូវគឺជួយបំពេញបន្ថែមនូវសារធាតុចិញ្ចឹមនិងការលូតលាស់ត្រឹមត្រូវក្នុងនាមជាមាតាម្នាក់ខ្ញុំផលិតនំនេះឡើងដើម្បីជួយសម្រួលបន្ទុកដល់មាតាបិតានិងអាណាព្យាបាលគ្រប់រូបផ្ដល់ជូននូវនំនិងអាហារសម្រន់ដែលមានជីវជាតិនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ព្រោះវាមានរួមបញ្ចូលគ្រាប់អាហារទាំង3ក្រុមដូចជាអាហារថាមពលអាហារសាងសង់និងអាហារការពារផ្សំឡើងដោយគ្រឿងផ្សំល្អៗផ្ចិតផ្ចង់សម្រាប់សម្រាំងរួមមានម្សៅដែលមានគុណភាពខ្ពស់ជាមួយប្រេងអូលីវស៊ុតនិងបន្លែដល់កូនៗជារៀងរាល់ថ្ងៃមិនថាក្នុងស្ថានភាពមមាញឹកយ៉ាងណានោះទេកុមារនៅតែអាចលូតលាស់ធំធាត់វៃឆ្លាតនិងទទួលបានសុខភាពល្អដោយគ្រាន់តែជ្រើសរើសការញ៉ាំឲ្យបានត្រឹមត្រូវតាមការណែនាំដូចខាងលើជាចុងក្រោយនំមេដាសូមជូនពរដល់កុមារគ្រប់រូបទទួលបានសុខភាពល្អបរិបូរណ៍ចាសសូមអរគុណសូមគោរពជម្រាបលា